មិនធ្វើត្រឹមជាតួថ្លុកដែលសម្រាប់តែអមឆាអស់មួយជីវិតយុវសិល្បករផ្នែកបុរាណម្នាក់ប្រឹងជំនះរត់ច្រានខ្លួនឲ្យកាន់តែខ្លាំងរហូតអាចកាន់កម្មវិធីប្រកួតសម្រស់និងមានតួនាទីជានាយកគ្រប់គ្រងថ្នាក់ជាតិកម្មវិធី Miss Grand Universe Cambodia រឹតដារ៉ូបដិញ្ញាផ្ដល់ភាពយុត្តិធម៌ដល់សហគមន៍ LGBTQ+ ខ្សែជីវិតពិតដែលជោគជាំដោយការតស៊ូមិនព្រមចោះចាញ់នឹងព្រំលិខិតទោះបីជាត្រូវដួលប៉ុន្មានដងក៏នៅតែប្រឹងក្រោកឈរឡើងវិញជានិច្ចជាមួយនឹងផ្លូវចិត្តដ៏រឹងមាំនេះបានរុញច្រានឲ្យសិល្បករបុរាណម្នាក់ដែលទទួលបានការបណ្ដុះបណ្ដាលចេញពីសាលាច្បាស់លាស់រឹតដារ៉ូឬដែលអ្នកគ្រប់គ្រងភាគច្រើនស្គាល់ថាព្រះនាងតូចឲ្យវិវត្តខ្លួនពីតួថ្លុកដែលគេនិយមហៅថាតួសម្ដែងកំដរឆាកមកកាន់តំណែងជាអ្នករៀបចំការប្រកួត National Director នៃកម្មវិធីប្រកួតសម្រស់ដ៏លេចធ្លោមួយឆ្លងកាត់បទពិសោធន៍ជីវិតទាំងល្វីងជូរចត់និងធ្លាប់បានឆ្លងកាត់ទាំងការប្រកួតដែលមានយុត្តិធម៌និងមិនយុត្តិធម៌រួចមកនៅពេលនេះរឹតដារ៉ូមានឱកាសដ៏អស្ចារ្យក្នុងការរៀបចំកម្មវិធីប្រកួតសម្រស់ដោយខ្លួនឯងយុវជនរូបនេះបានបដិញ្ញាចិត្តយ៉ាងមុតមាំថានឹងផ្ដល់ភាពសុក្រិតនិងយុត្តិធម៌បំផុតដោយសម្រិតសម្រាំងជ្រើសរើសទាល់តែអ្នកដែលពូកែពិតនិងមានសមត្ថភាពពិតប្រាកដទើបអាចក្លាយជាម្ចាស់មកុដឯកបានថ្លែងទាំងក្តីរំភើបនិងរីករាយចំពោះការត្រៀមរៀបចំការប្រកួតសម្រស់បូកផ្សំនឹងសមត្ថភាពចំណេះដឹងក្នុងកម្មវិធី Miss Grand Universe Cambodia នេះរឹតដារ៉ូបានអះអាងថាកម្មវិធីនេះនឹងផ្ដល់វេទិកាដ៏ស្មើភាពមួយឲ្យបងប្អូននៅក្នុងសហគមន៍ចម្រុះឬ LGBTQ+ បានបង្ហាញសម្រស់ទេពកោសល្យនិងចំណេះដឹងពិតប្រាកដដើម្បីបញ្ជាក់ថាទោះអ្នកជាអ្វីក៏ដោយសំខាន់អ្នកគឺជាធនធាននិងជាគ្រាប់ពូជដ៏ល្អដែលចូលរួមអភិវឌ្ឍសង្គមជាតិយើងជាមួយគ្នានេះដែររឹតដារ៉ូបានអះអាងទៀតថាកម្មវិធីដែលខ្លួនដឹកនាំនឹងផ្ដល់សុក្រិតភាពនិងយុត្តិធម៌ដល់អ្នកដែលមានសមត្ថភាពពិតប្រាកដទោះជាយ៉ាងណាក៏ដោយដើម្បីឲ្យការដើរទៅមុខនៃកម្មវិធីនេះទទួលបានជោគជ័យកម្មវិធី Miss Grand Universe Cambodia នៅតែបន្តអំពាវនាវយ៉ាងទទូចដើម្បីស្វែងរកដៃគូឧបត្ថម្ភថ្នាក់ដឹកនាំកម្មវិធីរូបនេះក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថានឹងមានការឧបត្ថម្ភគាំទ្រពីសំណាក់អ្នកមានធនធានដែលស្រឡាញ់និងចង់ជួយជំរុញឲ្យវិស័យនេះបានបោះជំហានទៅមុខដើម្បីថ្ងៃអនាគតបេក្ខភាពនៃកម្មវិធីអាចចេញទៅប្រកួតលើឆាកអន្តរជាតិតំណាងឲ្យប្រជាជាតិខ្មែរយើងទាំងមូលការធ្វើឲ្យកម្មវិធីមានគុណភាពនិងមានភាពលេចធ្លោទៅបានគឺចាំបាច់ត្រូវអាស្រ័យលើការឧបត្ថម្ភគាំទ្រទាំងជាកម្លាំងចិត្តនិងជាកញ្ចប់ថវិកាជាក់ស្ដែងដើម្បីដំណើរការនៃការរៀបចំចាពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់នេះគឺជាកម្មវិធីប្រកួតសម្រស់សម្រាប់បងប្អូននៅក្នុងសហគមន៍ LGBTQ+ ចាដែលហៅថាបងប្អូនដែលមានភាពចម្រុះដូច្នេះហើយខ្ញុំក៏សង្ឃឹមថាពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់របស់ខ្ញុំគឺយើងមើលឃើញពីភាពរីកចម្រើនរបស់គេហៅថាយុវជនរបស់កម្ពុជាយើងមិនថាគាត់ជាអ្នកណាមិនថាគាត់ភេទអ្វីក៏ដោយអ្វីដែលសំខាន់គាត់គឺជាធនធានសម្រាប់ប្រទេសជាតិហើយខ្ញុំសង្ឃឹមជឿជាក់ថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងមានការគាំទ្រច្រើនចំពោះកម្មវិធីប្រកួត Miss Grand Universe Cambodia នេះយ៉ាងវិញទៀតបងអូនរឹតដារ៉ូគឺជាធនធានមួយចាដ៏មានសក្តានុពលដោយដារ៉ូគេហៅថាគឺជាសិល្បករបុរាណមួយរូបចាដែលគាត់មានការតស៊ូខ្លាំងមែនទែនហើយក៏ធ្លាប់បានបង្ហាញសមត្ថភាពនៅក្នុងការប្រកួតជាច្រើនផងដែរជាមួយនឹងបទពិសោធន៍ដ៏ជោគជ័យនេះខ្ញុំជឿជាក់ថាដារ៉ូនឹងដឹកនាំកម្មវិធីចាកម្មវិធីប្រកួត Miss Grand Universe Cambodia នេះបានយ៉ាងល្អប្រសើរសូមឲ្យពុកម៉ែបងប្អូនយើងទាំងអស់គ្នាចូលរួមគាំទ្រអ្វីដែលជាខ្មែរអាចនិយាយបានថាយើងចូលរួមគាំទ្រមិនថាផលិតផលក្តីឬក៏កម្មវិធីក្តីឲ្យតែជា Made in Cambodia យើងទាំងអស់គ្នាត្រូវតែពួតដៃគ្នាសាមគ្គីគ្នានៅក្នុងការគាំទ្រជាពិសេសគឺជាកម្មវិធីដែលរៀបចំឡើងដោយកូនខ្មែរយើងទៀតពីនាងខ្ញុំឌីកាសូមអរគុណ